សូមស្វាគមន៍ចំពោះកម្មការមេរៀនបន្តទៀតសម្រាប់មេរៀននេះគឺយើងរៀនតទៅជាមួយនឹងការប្រើប្រាស់ទៅលើ basket tool នៅក្នុងកម្មវិធី SketchUp សម្រាប់បងប្អូនដែលមិនទាន់បានជួយចុច Subscribe សូមជួយចុច Subscribe ក៏ដូចជាចុចរូបសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពីការចែករំលែកការប្រើប្រាស់កម្មវិធី SketchUp អូខេអញ្ចឹងសម្រាប់ basket tool វាគឺជាឧបករណ៍មួយប្រើដើម្បីធ្វើការ add material យើងចង់និយាយថាយើងដាក់ពណ៌ឬក៏យើងឲ្យ object មួយវាមាន material ផ្ទាល់ខ្លួនរបស់វាឥឡូវខ្ញុំបន្តពីមេរៀនមុនដែរឥឡូវខ្ញុំធ្វើការ extrude ទៅលើsketch របស់យើងនេះដើម្បីឲ្យវាមានលក្ខណៈជា 3D អញ្ចឹងគឺខ្ញុំប្រើប្រាស់ទៅលើ push pull tool នេះខ្ញុំ click ទៅលើ cycle ហើយខ្ញុំអូសឡើងលើរបៀបនេះហើយនេះគឺអញ្ចឹងដែរដើម្បីឲ្យវាចេញជា 3D អូខេពេលណាយើងនិយាយទៅមួយ 3D គឺវាផ្ដោតសំខាន់ទៅលើ 3 dimension មានន័យថា axis វាមាន3មាន x y ហើយនឹង z រីឯសម្រាប់ sketch គឺផ្ដោតសំខាន់ទៅលើ 2D គឺតកតងជាមួយនឹង x y អញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ធ្វើការ apply material ទៅលើ object ចំនួន3ហ្នឹងអញ្ចឹងគឺខ្ញុំប្រើប្រាស់ទៅលើ basket tool នេះយើងមើលទៅរបាtoolbar ហ្នឹងរូបធុងថ្នាំពណ៌ហ្នឹងឬក៏មួយទៀតគឺយើងអាចប្រើប្រាស់ទៅលើ shortcut key គឺអក្សរ B ពេលដែលយើង click ទៅលើអក្សរ B គឺ cursor របស់យើងគឺវាធ្វើការ activate ដូរមក basket tool ហើយយើងចូលទៅកន្លែង tray ហ្នឹងហើយយើងរកអ្នកកន្លែង material យើងបលាវាមកហើយនៅក្នុង material ហ្នឹងគឺវាមាន category ជាច្រើនមានន័យថា material ហ្នឹងគេដាក់វាជាបណ្ដុំឧទាហរណ៍តទៅជាមួយនឹងអីគេដូចជា metal លោហៈចឹងយើង click បលាមកវាមាន material រូបរាងជាលក្ខណៈលោហៈដើម្បីធ្វើការ apply ទៅលើ object របស់យើងឬក៏តទៅជាមួយនឹងអីគេ stone ថ្មឧទាហរណ៍អញ្ចឹងនេះយើងឃើញឬក៏មួយទៀតតទៅជាមួយនឹង color ឥឡូវខ្ញុំយក color វិញងាយស្រួលជាងអូខេអញ្ចឹងវាមានពណ៌របៀបនេះអញ្ចឹងយើងគ្រាន់តែធ្វើការ click ជ្រើសរើសទៅលើពណ៌ឬក៏ material ណាដែលយើងចង់ធ្វើការ apply object ឲ្យ object របស់យើងអូខេឥឡូវខ្ញុំចង់បានពណ៌នេះអញ្ចឹងខ្ញុំ click លើនេះមកយើងឃើញពណ៌ព័ទ្ធជុំវិញរបៀបនេះបញ្ជាក់ថា object ហ្នឹងសូមតបបញ្ជាក់ថា material ហ្នឹងគឺត្រូវបានយើងជ្រើសរើសអញ្ចឹងយើងយកមក click ទៅលើ face នៃ object របស់យើងដើម្បីធ្វើការ apply វាឧទាហរណ៍ខ្ញុំចង់ដាក់នៅកន្លែងនេះអញ្ចឹងខ្ញុំ click លើវាមកអញ្ចឹងយើងឃើញថា object ហ្នឹងទៅបាន apply ពណ៌ដែលយើងបានជ្រើសរើសឥឡូវខ្ញុំចង់ដាក់ពណ៌ black ពណ៌ខ្មៅអញ្ចឹងខ្ញុំ click លើវាមកគឺវាធ្វើការ apply តែម្ដងអូខេបើសិនបើយើងចង់ធ្វើការ apply វាម្ដងទាំងអស់គឺយើង select យកទាំងអស់ចេញមកហើយយើងចូលទៅរើស material ដែលយើងចង់ដាក់ឥឡូវខ្ញុំដូរមកខ្ញុំយក stone ថ្មនេះខ្ញុំ click លើនេះមកនេះខ្ញុំរើសនេះហើយខ្ញុំយកមក click លើវាអញ្ចឹងគឺវា apply ឲ្យ object យើងទាំងអស់តែម្ដងកាន់ន័យមួយទៀតឥឡូវខ្ញុំចូលមករើសទៅលើពណ៌វិញយក color មួយទៀតគឺយើងអាច apply ឲ្យវាទាំងអស់ដោយយើងចុចទៅលើshift key ឥឡូវឧទាហរណ៍ថា object របស់យើងនេះវាពណ៌នេះឥឡូវខ្ញុំចង់ដូរពណ៌ដាក់ពណ៌ green ទាំងអស់ពណ៌បៃតង click លើវាមកហើយយើងចុចទៅលើ shift key ហើយយើង click លើវាអូខេអញ្ចឹងគឺវា apply យកទាំងអស់តែម្ដងមួយទៀតបើសិនបើខ្ញុំចង់ធ្វើការ apply វាទាំងអស់ទៅលើ object តែមួយឧទាហរណ៍អញ្ចឹងមិញគឺយើង apply ទាំងអស់គឺវា apply គ្រប់ object ទាំងអស់ឥឡូវឧទាហរណ៍ខ្ញុំចង់ដាក់ពណ៌នេះនៅលើ object នេះរាងជាត្រីកោណនេះអញ្ចឹងខ្ញុំចុច control ឃើញគឺវា apply ចាប់មួយហ្នឹងឲ្យយើងខ្ញុំចង់ដាក់ពណ៌ black ទៅលើនេះទៅលើ box ទៅលើ box នេះអញ្ចឹងគឺខ្ញុំចុចទៅលើ control មកខ្ញុំ click លើវាមកគឺវា apply យើងតែម្ដងមួយទៀតគឺយើងអាចចម្លងពណ៌មានន័យថាបើសិនបើ object ណាមួយមានពណ៌មួយដែលយើងចង់ apply ទៅលើ object ផ្សេងទៀតអញ្ចឹងឧទាហរណ៍ខ្ញុំចង់ចម្លងពណ៌នេះដូចជាពណ៌ស្តៀងពណ៌ pink ផ្កាឈូកឧទាហរណ៍អញ្ចឹងខ្ញុំចង់ចម្លងពណ៌ហ្នឹងមកដាក់នៅលើcylinder នេះ face ខាងលើនេះអញ្ចឹងគឺខ្ញុំធ្វើការចុចទៅលើ Alt key ហើយខ្ញុំ click វាមួយមកចុចទៅលើផ្ទៃពណ៌ហ្នឹងបន្តមកទៀតគឺខ្ញុំយកមក click ទៅលើ face នៃ cylinder ហ្នឹងអញ្ចឹងគឺវា apply ពណ៌ហ្នឹងតែម្ដងឲ្យយើងឥ
ឥឡូវខ្ញុំចង់ធ្វើការចម្លងពណ៌យើងចង់ចម្លងពណ៌ខ្មៅចេញពីប្រអប់មកដាក់នៅខាងក្រោមអញ្ចឹងគឺយើងចុចទៅលើ Alt key ហើយយើង click វាមួយមកបន្តមកទៀតយើងយកមក click ទៅលើបាតនៃប្រអប់ហ្នឹងដើម្បីធ្វើការ apply ទៅលើពណ៌ហ្នឹងអញ្ចឹងយើង click លើវាមកអូខេអញ្ចឹងពណ៌ខ្មៅត្រូវបាន apply អញ្ចឹងសម្រាប់មេរៀននេះគឺយើងបានរៀនតទៅជាមួយនឹងការប្រើប្រាស់ទៅលើ basket tool អញ្ចឹង basket tool វាគឺជាឧបករណ៍មួយប្រើដើម្បីធ្វើការ apply material ឲ្យ object វាគឺជា tool មួយដែលសាមញ្ញប្រសិនបើយើងមិនបដោតសំខាន់ទៅលើការប្រើប្រាស់កម្រិតធ្ងន់ទេគឺយើងគ្រាន់តែធ្វើការ click select ទៅលើ material ដែលយើងចង់ apply ហ្នឹងយកមក click ទៅលើ face ដែលយើងចង់apply ទៅលើ material ហ្នឹងតែម្ដងឧទាហរណ៍ខ្ញុំចង់បានពណ៌គេពណ៌ពណ៌ខៀវ click ទៅលើពណ៌ខៀវមកយកមក click ទៅលើ face ដែលយើងចង់ធ្វើការ apply ពេលនេះខ្ញុំនិយាយតាក់ទងជាមួយនឹង face គឺផ្ដោតសំខាន់ទៅលើផ្ទៃនៃ object ហ្នឹងអូខេអញ្ចឹងសូមអរគុណសូមជម្រាបលា